ក្រោយពីព្រះភិរុនបានទម្លាក់ទឹកភ្លៀងរួចរាល់ហើយដល់សែនត្រជាក់ត្រជុំពេលព្រឹកមិញនេះមេធិមទឹកដូងពីរនាក់មេធិមបានរួមកម្លាំងគ្នាសាមគ្គីជាថ្លុងមួយដើម្បីធ្វើមុខម្ហូបបែបស្រុកស្រែទៀតហើយពេលព្រឹកក្រោយពីភ្លៀងរួចរាល់បងប្អូនឥឡូវចូលរួមទៅទស្សនាជាមួយមេធិមទឹកដូងពីរនាក់មេធិមទឹកដូងទាំងអស់គ្នានៅសម្លស្ងោរស្ពៃជូរបាទជាមួយឈាមជ្រូកសាច់ជ្រូកបងប្អូនឥឡូវនេះមេធិមទឹកដូងពីរនាក់មេធិមកំពុងតែញាប់ដៃញាប់ជើងហើយដោយសារតែក្រពះនិងប្រវៀនកំពុងតែកោលាន់គ្រុចហើយឃ្លានបាយហើយស្មោះនេះម៉ោង7:02ដណ្ដប់ហើយឃើញតែមេឃស្ទុំនិយាយពីមើលម៉ោងវិញម៉ោង2ដណ្ដប់7:01បាត់ទៅហើយអញ្ចឹងមេធិមទឹកដូងពីរនាក់មេធិមចាប់ផ្ដើមញាប់ដៃញាប់ជើងរីឯមេធិមវិញជាអ្នកហាន់សាច់ជ្រូកជាចំណិតទៅរីឯមេធិមទឹកដូងជាអ្នកហាន់បន្លែស្ពៃជូរបាននិយាយពីដាក់មួយម៉ាត់ទៅនិយាយថាជាតិនោះជាតិបាទបងប្អូនអើយស្រស់ស្ងោរស្ពៃជូរជាមួយឈាមជ្រូកសាច់ជ្រូក3ជាន់ចំនួនដើមបាទបងប្អូនបន្ទាប់ពីហាន់បន្លែហាន់សាច់រួចរាល់ហើយមេធិមទឹកដូងលហួនដើម្បីលើកកន្ទះដាក់លើចង្ក្រានក្រាស់ដើម្បីដាក់ខ្លាញ់ស្ទុងមើលតើខ្លាញ់ក្តៅឬនៅពេលខ្លាញ់ក្តៅទើបមេធិមទឹកដូងដាក់ខ្ទឹមចូលបន្ទាប់ពីលីងខ្ទឹមចុះឡើងទៅមកឡើងលើចុះក្រោមឡើងឈ្ងុយហើយទើបដាក់សាច់ជ្រូក3ជាន់ចូលលីងឲ្យស្ងួតឲ្យឈ្ងុយចូលជាតិជាមួយនឹងខ្ទឹមទើបដាក់បន្ថែមរសជាតិមួយមុខទៀតនោះគឺឈាមជ្រូកបាទដាក់បន្ថែមរសជាតិទៀតបាទឈាមជ្រូកញ៉ាំឲ្យច្រើនកាលណាគឺបញ្ចុះលីមុខយើងស្រួលណាស់ពុកម៉ែបងប្អូនអាកន្លែងនេះខានតែអភ័យទោសផងសុំមេធិមទឹកដូងនិយាយរៀងឆ្អាឆ្អងអត់អនាម័យបន្តិចហើយពុកម៉ែបងប្អូនសុំអភ័យទោសទុកជាមុនបាទបន្ទាប់ពីសាច់ចូលជាតិចូលគ្រឿងហើយមេធិមទឹកមេធិមចាប់ផ្ដើមចាក់ស្ករសបែកជែងអត់ដាក់អំបិលទេព្រោះស្ពៃវារាងប្រៃហើយចាំដាក់ទៅតាមក្រោយលួចដាក់តែអំបិលរ៉ូឌីបន្តិចទៅបានហើយបាទបងប្អូនតែថែមទឹកត្រីថែមអំបិលទេខ្លាចប្រៃញ៉ាំមិនកើតបាទសម្លស្ងោរស្ពៃជូរដាក់ជីស្លឹកអាណាបាទបងប្អូនជាចុងក្រោយជីស្លឹកអាណាលឹកខ្ទឹមអូយចង់ភ្លេចបងប្អូនអើយគួរខ្ទឹមលឹកខ្ទឹមបាទឥឡូវឆ្អិនហើយឆ្អិនមេធិមចាប់ផ្ដើមហុចចានផ្លែតអូយដោយសារតែឃ្លានបាទធ្ងោមួយថ្ងៃហើយថាពោះពវៀនកោលក្រាច់ហើយបាទគាត់ថាឆ្អិនសុំមេធិមភ្លក់ហើយបាទឥឡូវមេធិមទឹកដូងក៏ឃ្លានដែរពុកម៉ែបងប្អូនអើយឃ្លានហើយដាក់ឈាមមួយម៉ាត់ម្នាក់សិនទៅចាំតែញ៉ាំបាយជួបជុំជាមួយកូនបាទពុកម៉ែបងប្អូនអើយស្រក់ទឹកមាត់ទៀតហើយមុខម្ហូបមួយពេលណាបាទបងប្អូនអស់លុយតិចទេបងប្អូនឈាមជ្រូកសាច់ជ្រូកនិយាយទៅមុខម្ហូបនេះអស់លុយប្រហែលជា5-6,000ទេអត់ដល់10000ទេបាទនិយាយទៅបើយើងចេះរិះថាមនឹងសល់បាទបងប្អូនសល់ទុកដាក់អាជាក់មួយយួរពីរយួរអញ្ចឹងពេលងាកជួបជុំបងប្អូនយើងហ្នឹងណាវីដេអូមេធិមទឹកដូងក៏ដល់ទីបញ្ចប់ដែរជម្រាបលាបាយ